ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះជួបជាមួយនាងខ្ញុំទាំងពីរនាក់ដែលលើកពីប្រធានបទនិងចំណុចសំខាន់តាក់ទងក្នុងការសម្រេចចិត្តទិញផ្ទះមុននឹងពុកម៉ែបងប្អូនសម្រេចចិត្តទិញផ្ទះនាងខ្ញុំជឿជាក់ថាពុកម៉ែបងប្អូនទាំងអស់គ្នាពិបាកក្នុងការសម្រេចចិត្តទិញត្រូវអត់ព្រោះការទិញផ្ទះមិនមែនជារឿងតូចតាចទេបើយើងសម្រេចចិត្តទិញខុសយើងនឹងខាត់បងធំនៅថ្ងៃក្រោយដូច្នេះថ្ងៃនេះផងដែរនាងខ្ញុំមានក្រុមការងារដែលគាត់ជាបុគ្គលិកផ្នែកលក់និងលើកពីចំណុចសំខាន់មុននឹងសម្រេចចិត្តទិញផ្ទះចាសូមជើញមីហោចាអរគុណបងអញ្ចឹងដូចបងភារាគាត់បានលើកឡើងពីខាងលើហើយថាតើយើងគួរតែស្វែងយល់នៅចំណុចអ្វីខ្លះមុនពេលដែលសម្រាប់ចិត្តទិញផ្ទះឲ្យបានត្រឹមត្រូវឥឡូវនេះនាងខ្ញុំមាន5ចំណុចសំខាន់ដើម្បីចែករំលែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាទុកជាចំណេះដឹងអញ្ចឹងនាងខ្ញុំសូមលើកយកចំណុចទី1ដែលពាក់ព័ន្ធជាមួយនឹងសំណងថាតើគុណភាពសំណងយ៉ាងម៉េចដែរនេះគឺជាសំណួរដំបូងនិងជាសំណួរដែលសំខាន់បំផុតផងដែរបើសិនបងប្អូនមុនពេលដែលសម្រាប់ចិត្តទិញផ្ទះឲ្យបងប្អូនមើលទៅលើតែការរចនាបថខាងក្រៅមើលទៅលើការដេកជាមួយនឹងពណ៌ថ្នាំខាងក្រៅឲ្យបងប្អូនគិតថាគ្រប់គ្រាន់ចាគឺមិនមែនទេគឺបងប្អូនត្រូវផ្ដោតសំខាន់ទៅលើគ្រឹះជាមួយនឹងគុណភាពសំណង់ផងដែរសម្រាប់នៅបរិយាលៀមឈឹងហាក់យើងវិញដើម្បីឲ្យគុណភាពសំណង់រឹងមាំយើងបានផ្ដោតទៅលើ3ចំណុចសំខាន់ចាចំណុចទី1សំណង់ត្រូវបានសាងសង់ឡើងដោយក្រុមវិស្វករនិងក្រុមជាងដែលមានបទពិសោធន៍ជាច្រើនឆ្នាំចំណុចទី2ជ្រើសរើសប្រើសម្ភារៈសំណង់ទំនើបនិងទាន់សម័យចំណុចទី3មុនពេលប្រកល់ផ្ទះជូនអតិថិជនគឺយើងមានក្រុមវិស្វករជំនាញគាត់ចុះមកត្រួតពិនិត្យមុនពេលប្រកល់ផ្ទះជូនដើម្បីឲ្យច្បាស់ថាផ្ទះហ្នឹងគឺអត់មានបញ្ហាអីទេចាអញ្ចឹងព្រោះយើងគ្រប់គ្នាសិតតែដឹងថាផ្ទះគឺមិនមែនជាកន្លែងសម្រាប់រស់នៅតែ1ឆ្នាំ2ឆ្នាំឬក៏3ឆ្នាំអីទេគឺយើងរស់នៅរាប់សិបឆ្នាំតដល់ជំនាន់កូននិងជំនាន់ចៅរបស់យើងទៀតចូលដល់ចំណុចទី2តើតំបន់ហ្នឹងមានលិចទឹកដែរឬក៏អត់មុនពេលសម្រាប់ចិត្តថាទិញផ្ទះបងត្រូវតែសិក្សាឲ្យច្បាស់ថាតើនៅជុំវិញគម្រោងមានបានរៀបចំប្រព័ន្ធលូបង្ហូរទឹកដីត្រូវបានលើកកម្ពស់នៅមុនពេលដែលសាងសង់ដែរឬក៏អត់អញ្ចឹងបងអាចសិក្សាផ្ទាល់និងស្វែងយល់ពីទីតាំងពីព្រោះការរស់នៅគឺចាំបាច់បំផុតមិនមែនយើងទិញហើយនៅព្រួយបារម្ភថាពេលភ្លៀងធ្លាក់មក1មេឬក៏2មេធ្វើឲ្យផ្ទះយើងលិចមុខលិចក្រោយយើងមានអារម្មណ៍ថាធុញទ្រាន់នៅក្នុងការរស់នៅចាអញ្ចឹងចំណុចនេះក៏ជាចំណុចសំខាន់ផងដែរចាអញ្ចឹងចូលដល់ចំណុចទី3ថាតើបុរីមានប្លង់រឹងឬក៏ប្លង់បំបែកក្បាស់ដីដែរឬទេចាពីព្រោះការទិញផ្ទះគឺយើងមិនមែនទិញយកត្រឹមតែសំណងទេចាយើងក៏ត្រូវគិតដល់ប្រព័ន្ធសុវត្ថិភាពផ្លូវច្បាប់ផងដែរហើយគម្រោងរបស់បុរីក៏ត្រូវតែមានឯកសារត្រឹមត្រូវនិងគ្រប់គ្រាន់ដែលអាចផ្ទេរសិទ្ធិកាន់កាប់ច្បាស់លាស់ជូនដល់អតិថិជនដើម្បីឲ្យអតិថិជនទិញដោយទំនុកចិត្តនិងមានសុវត្ថិភាពចាចូលដល់ចំណុចទី4យើងត្រូវមើលថាតើតំបន់ហ្នឹងមានសាលារៀនមានមន្ទីរពេទ្យមានផ្សារនៅក្បែរដែរអត់ព្រោះថាផ្ទះដែលល្អមិនមែនល្អតែក្នុងគម្រោងទេយើងក៏ត្រូវគិតទៅដល់ទីតាំងដែលងាយស្រួលរស់នៅក្បែរផ្សារក្បែរទីប្រជុំជនក្បែរសាលារៀននិងក្បែរមន្ទីរពេទ្យផងដែរដើម្បីឲ្យជីវិតរស់នៅប្រចាំថ្ងៃរបស់យើងនិងគ្រួសារកាន់តែសន្សំពេលវេលាអញ្ចឹងនេះគឺជាចំណុចចុងក្រោយគេចំណុចទី5យើងត្រូវតែមើលលើបរិយាកាសរស់នៅក្នុងគម្រោងតាក់ទងនឹងចំណុចនេះយើងត្រូវតែដឹងថាយើងនឹងទទួលបានសុវត្ថិភាពនិងមានការការពារពីសន្តិសុខបុរីមួយទៀតមានហេដ្ឋារចនាសម្ព័ន្ធស្អាតផ្លូវនិងសួននិងមានទីធ្លាសម្រាប់ក្មេងនិងមនុស្សចាស់ជាពិសេសគឺមានការរស់នៅបែបឯកជនភាពចាអញ្ចឹងការរៀបរាប់សំខាន់5ចំណុចរបស់នាងខ្ញុំគឺមានតែប៉ុណ្្នឹងទេបងអរគុណចាអរគុណអូនចាអញ្ចឹងសរុបមក5ចំណុចនេះបងប្អូនអតិថិជនទាំងអស់គួរតែស្វែងយល់មុននឹងសម្រេចចិត្តទិញផ្ទះដើម្បីទទួលបានផលចំណេញនិងមានសុវត្ថិភាពបំផុតចាអញ្ចឹងនាងខ្ញុំទាំងពីរនាក់សូមអរគុណ